តបងប្អូននឹកឃើញមកហូបសម្រាប់ធ្វើថ្ងៃស្អែកហ្នឹងមកធ្វើទឹកគ្រឿងហូបមួយខ្ញុំទឹកគ្រឿងអត់ដល់យើងធ្វើសាមញ្ញទេតែទឹកគ្រឿងថ្ងៃនេះខ្ញុំដាក់ជាមួយនឹងខ្ទិះដូងទៀតខ្ញុំហៅវាថាទឹកគ្រឿងខ្ទិះដោយសារខ្ញុំចង់ធ្វើអញ្ចឹងហើយឆាទៅមានអីបងប្អូនយើងសាកលើកទី1ដាក់ខ្ទិះដូងដាក់អីចូលទៅមានជាតិរបស់គេដែរតើបងប្អូនចាឥឡូវមើលពីវិធីរបស់នាងខ្ញុំហើយនេះបន្លែដែលខ្ញុំត្រូវស្ងោរហើយខ្ញុំធ្វើត្រីឌៀបអញ្ចឹងខ្ញុំកាត់តាមចំហៀងត្រីឌៀបនេះខ្ញុំដាក់ស្ងោរតាមពិតទឹកគ្រឿងយើងបើបានត្រីរស់ឬក៏ត្រីទក់ស្រែយកមកធ្វើសាច់វាបុកទៅបែកសាច់ល្អមែនតើប៉ុន្តែដោយសារនៅក្នុងទូហ្នឹងវាមានតែត្រីឌៀបហ្នឹងក៏យកត្រីឌៀបមកបើយើងទៅទិញត្រីទក់យកមកធ្វើប្រកាសជាចំណាយលុយទៀតដែរអញ្ចឹងអ្វីដែលយើងបានទិញទុករយៈពេលហូបមួយសប្តាហ៍ចឹងយើងត្រូវយកមកហូបវាអស់ចឹងត្រីរបស់ខ្ញុំចានេះខ្ញុំដាក់ដូចជាខ្ទឹមសខ្ទឹមក្រហមជាមួយម្ទេសខ្ញុំដាក់វាស្ងោរទុកដើម្បីយកទៅបុកហើយចុងក្រោយខ្ញុំដាក់បោកនេះមកងាស់វាយកទឹកហ្នឹងបងប្អូនចាហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់បុកខ្ទឹមសខ្ទឹមក្រហមជាមួយម្ទេសនេះចូលគ្នាបុកទៅដូចរៀងលូតខ្ញុំក៏ដាក់ស្ករហើយនឹងប៊ីចេងខ្ញុំអត់ទាន់ប្រើជាមួយនឹងអំបិលទេដោយសារខ្ញុំគិតថាប្រហុករបស់យើងវាដូចជារៀងប្រៃហើយអញ្ចឹងកុំទាន់ប្រើចាខ្ញុំបុកវារៀងម៉ត់ហើយខ្ញុំក៏ដាក់ត្រីចូលត្រីឌៀបវាបុកទៅវាសាច់វាឆ្ងាញ់ទេប៉ុន្តែគាត់ថាឲ្យវាបែកសាច់ដូចត្រីរស់វាមិនសូវទេចាអញ្ចឹងពេលដែលខ្ញុំបុកម៉ត់ហើយខ្ញុំចាប់ផ្ដើមដាក់ខ្លាញ់ចូលបន្ទាប់ពីដាក់ខ្លាញ់ចូលហើយខ្ញុំដាក់ខ្ទឹមបំពងយើងយកវាមកឆាប្រភេទហ្នឹងវិញដើម្បីឲ្យវាកាន់តែឈ្ងុយឆ្ងាញ់មកបែបទៀតរហូតដល់យើងគាត់ថាដាក់បុកហើយយើងដាក់ទឹកប្រហុកហើយយើងបងម្ជូរបងជីដាក់សណ្តែកដីអីអញ្ចឹងរួចជាការស្រេចប៉ុន្តែលើកនេះយើងធ្វើឲ្យរៀងប្លែកបន្តិចហើយឲ្យវាឈ្ងុយវាខ្ទិះបែបមានខ្ទិះដូងហើយស្អុយប្រហុកបន្តិចអញ្ចឹងបងប្អូនហូយនិយាយពីមានជាតិទេនេះខ្ញុំចាក់ខ្ទិះដើមមកហើយដាក់មកងាស់វាមកបន្តិចទៅដើម្បីឲ្យខ្ទិះហ្នឹងវាចេញខ្ទិះរបស់វាអញ្ចឹងបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងរំងាស់វាបានមួយសន្ទុះប្រហែលជា2-3នាទីដើម្បីឲ្យវារៀងចុះខ្ទិះវាឡើងខ្ទិះវាមកអញ្ចឹងទៅយើងចាប់ផ្ដើមដាក់សាច់ត្រីដែលយើងបានបុកបាញ់មិញហ្នឹងហើយគ្រឿងផ្សំគឺយើងដាក់ចូលក្នុងសាច់ត្រីរួចហើយយើងមិនបាច់ចាំបាច់មកថែមថយអីនៅក្នុងខ្ទះហ្នឹងទៀតទេចាយើងដួសសាច់ត្រីរបស់យើងដាក់ចូលមកហើយយើងម្លេញវាទៅថែមខ្ទិះដូងបន្តិចទៀតហើយបូកជាមួយនឹងថែមម្ជូរក្រូចឆ្មាមកឬក៏បងប្អូនខ្លះគាត់ធ្វើម្ជូរ7ទុំម្ជូរមួយណាក៏បានដែរតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាហើយបើនៅស្រុកស្រែកាលពីខ្ញុំនៅក្មេងៗខ្ញុំទៅស្រុកខ្ញុំពីច្រើនខ្ញុំធ្វើទឹកគ្រឿងអញ្ចឹងយាយខ្ញុំគាត់ថាខ្ញុំធ្វើទឹកគ្រឿងឲ្យឆ្ងាញ់ណាហើយគាត់ធ្វើនៅស្រុកគឺមានទឹកខ្មេះយើងធ្វើពីទឹកត្នោតសុទ្ធឲ្យបងប្អូនអូយនិយាយពីថាឆ្ងាញ់ជាតិណាអត់ដូចទឹកខ្មេះឥឡូវយើងមានតែទឹកខ្មេះចេកទឹកខ្មេះប៉មអីចឹងណាទឹកខ្មេះទឹកត្នោតក៏មានដែរប៉ុន្តែគ្រាន់ណាវាមិនច្បាស់ហាប្រកបជាទឹកត្នោតនឹងសុទ្ធអត់ចឹងណាតើបានទឹកត្នោតសុទ្ធអានោះมันធ្វើទៅវារៀងឆ្ងាញ់អីចឹងទៅចាហើយនេះខ្ញុំដាក់វាចូលមកហើយខ្ញុំក៏ថែមខ្ទិះដូងបន្តិចទៀតកុំឲ្យវាខាប់ពេកចឹងណាហើយក៏មិនឲ្យវារាវពេកដែរយើងធ្វើមកល្មមឆ្ងាញ់មែនតើចាខ្ទិះដូងរបស់ខ្ញុំនឹងវាកកបងប្អូនខ្ញុំទិញយកមកតាំងពីប្រហែលថ្ងៃមុនខ្ញុំដាក់ក្នុងទូកន្លែងកកទៅឥឡូវមុខម្ហូបរបស់នាងខ្ញុំរួចរាល់ហើយបងប្អូនចាហើយបងប្អូនបើចូលចិត្តដាក់សណ្តែកដីឬក៏ថែមជានឹងតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅបើខ្ញុំតែប៉ុណ្្នឹងរួចរាល់ហើយចាឥឡូវបងប្អូនមកសាកធ្វើទឹកគ្រឿងនឹងហូបជាមួយខ្ញុំអរគុណសម្រាប់ការតាមដានទស្សនាជំរាបលាបាយបាយ